លោកនាងនឹងប្រិយមិត្តជាទីមេត្រីសំណុំរឿងគ្រូពេទ្យចាក់ថ្នាំអ្នកជំងឺបណ្ដាលឲ្យស្លាប់និងយកសពទៅទម្លាក់ចោលបច្ចុប្បន្ននេះតុលាការបានកាត់ទោសទណ្ឌមិនសមមាត្រនោះទេធ្វើឲ្យមហាជនដាក់ការងឿងឆ្ងល់តគ្នាថាក្នុងករណីមន្ទីរពេទ្យគ្មានអាជ្ញាប័ណ្ណបណ្ដាលឲ្យស្លាប់និងទម្លាក់សពចោលនេះតុលាការគួរពិនិត្យទោសឡើងវិញផងទៀតនេះជាការស្នើសុំរបស់មហាជនទូទាំងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតនោះតុលាការខេត្តតាកែវប្រិយមិត្តជាទីមេត្រីដោយយោងតាមសេចក្តីសម្រេចរបស់តុលាការលើសំណុំរឿងគ្រូពេទ្យចាក់ថ្នាំអ្នកជំងឺបណ្ដាលឲ្យស្លាប់និងទម្លាក់បំបាំងសាកសពនោះកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកហើយនិងបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជនទូទៅការដាក់ទោសទៅលើជនជាប់ចោទឈ្មោះស៊ុនម៉ារីណាត្រឹមតែ5ឆ្នាំនិងហៀងសុងហាក់ត្រឹមតែ1ឆ្នាំនៅក្នុងពន្ធនាគារក្នុងបទល្មើសដ៏ធ្ងន់ធ្ងរដូចជាមនុស្សឃាតដោយចេតនានេះប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណនិងទម្លាក់បំបាំងសាកសពត្រូវបានចាត់ទុកថាមិនសមមាត្រនិងទំហំនិងភាពធ្ងន់ធ្ងរពីបទល្មើសដែលប្រព្រឹត្តទៅទេមហាជនបានសម្ដែងការងឿងឆ្ងល់និងសង្ស័យយ៉ាងខ្លាំងទៅលើសេចក្តីសម្រេចនេះហើយទាមទារឲ្យមានការត្រួតពិនិត្យនិងវិយតម្លៃឡើងវិញនៅទោសទណ្ឌដើម្បីធានាបាននៅយុត្តិធម៌ពិតប្រាកដប្រពន្ធបានបន្តថាការមិនសមមាត្រនៃទោសទណ្ឌនេះនិងភាពធ្ងន់ធ្ងរនៃបទល្មើសតាមសេចក្តីសម្រេចជនជាប់ចោទស៊ុនម៉ារីណានឹងបានផ្ដន្ទាទោសពីបទល្មើសចម្រុះជាច្រើនដែលមានស្ថានទម្ងន់ធ្ងន់បំផុតមនុស្សឃាតដោយចេតនាបើទោះបីជាស្លាប់កើតឡើងដោយអចេតនាក៏ពិតមែនក៏ប៉ុន្តែវាបណ្ដាលមកពីកំហុសការធ្វេសប្រហែសឬការមិនគោរពកាតព្វកិច្ចដោយឡែកជាអំពើខុសច្បាប់រួចទៅហើយដូចជាការចាក់ថ្នាំដោយគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណការបាត់បង់ជីវិតរបស់មនុស្សម្នាក់ទោះជាអចេតនាក៏ដោយក៏ជារឿងដែលមិនអាចកាត់ថ្លៃបានទេប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណបទល្មើសនេះបានបង្ហាញយ៉ាងច្បាស់ពីការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់វិជ្ជាជីវៈដែលជាមូលហេតុផ្ទាល់នាំឲ្យកើតមានសោកនាដកម្មការបើកមន្ទីរពេទ្យឬប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណដោយគ្មានការអនុញ្ញាតគឺស្មើនឹងដាក់ជីវិតអ្នកជំងឺក្នុងភាពគ្រោះថ្នាក់លាក់បំបាំងសាកសពបទល្មើសនេះបានបន្ថែមនៅភាពព្រៃផ្សៃនិងអមនុស្សធម៌យ៉ាងធ្ងន់ធ្ងរទៅលើករណីនេះវាមិនត្រឹមតែជាការរំលោភលើបូរណភាពនៃសាកសពប៉ុណ្ណោះទេថែមទាំងជាសកម្មភាពព្យាយាមបិទបាំងការពិតនិងគេចវេសពីការទទួលខុសត្រូវព្រហ្មទណ្ឌទៀតផងសកម្មភាពនេះបានបង្កឲ្យមានការជឿចាប់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារជនរងគ្រោះការប្រមូលផ្ដុំគ្នានៃបទល្មើសទាំងនេះដែលមានទាំងការសម្លាប់មនុស្សដោយអចេតនាការបំពានច្បាប់និងការប៉ុនប៉ងបិទបាំងភស្តុតាងគឺលាក់បាំងសាកសពនឹងគួរតែតម្រូវឲ្យមានទោសទណ្ឌដែលឆ្លុះបញ្ចាំងពីទម្ងន់នៃបទឧក្រិដ្ឋទោសត្រឹម5ឆ្នាំសម្រាប់ចារីនិង1ឆ្នាំសម្រាប់អ្នកផ្សំគំនិតដោយសារបទល្មើសទី2របស់លោកហៀងសុងហាក់បានចែងបណ្ដាលឲ្យស្លាប់ហាក់ដូចជាធូររលុងពេកណាស់ទៅហើយនឹងអាចបង្កើតនៅគំរូអាក្រក់ដល់ការអនុវត្តច្បាប់និងបង្កើនការមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌មហាជនដាក់ការងឿងឆ្ងល់និងសង្ស័យថាយ៉ាងច្បាស់និងយ៉ាងខ្លាំងចំពោះការដាក់ទោសនេះដែលមើលឃើញថាតម្លៃជីវិតតើជីវិតមនុស្សមានតម្លៃត្រឹមប៉ុណ្ណឹងឬតើទោសកម្រិតនេះអាចទប់ស្កាត់អ្នកដទៃកុំឲ្យប្រព្រឹត្តបទល្មើសស្រដៀងគ្នានេះទៀតបានដែរឬទេជាពិសេសលើការបើកមន្ទីរពេទ្យខុសច្បាប់នឹងយុត្តិធម៌សម្រាប់ជនរងគ្រោះមហាជនបានដាក់សំណួរមួយដ៏ចាក់ដោតបំផុតនោះគឺតើក្រុមគ្រួសារជនរងគ្រោះពិតជាទទួលបានយុត្តិធម៌ពេញលេញហើយមែនទេតាមរយៈការដាក់ទោសដ៏ស្រាលនេះគួររំលឹកផងដែរថាដោយផ្អែកលើការវិភាគខាងលើនេះជាការចាំបាច់បំផុតដែលត្រូវទទូចទៅដល់ថ្នាក់ដឹកនាំដែលមានសមត្ថកិច្ចពិសេសស្ថាប័នតុលាការជាន់ខ្ពស់ឲ្យធ្វើការត្រួតពិនិត្យសារឡើងវិញនៅសារក្រមនេះគោលការណ៍ច្បាប់តម្រូវឲ្យទោសទណ្ឌមានលក្ខណៈសមមាត្រទៅនឹងភាពធ្ងន់ធ្ងរនៃបទល្មើសករណីនេះគឺជាការរួមបញ្ចូលគ្នានៃភាពអសិលធម៌ការមិនទទួលខុសត្រូវនិងការបំពានច្បាប់សុខាភិបាលយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឲ្យបាត់បង់ជីវិតរបស់មនុស្សការសម្រេចចិត្តដែលមិនសមមាត្រអាចធ្វើឲ្យប៉ះពាល់ដល់ជំនឿរបស់សាធារណជនលើប្រសិទ្ធភាពនិងឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ដូច្នេះការពិនិត្យឡើងវិញនៅទោសទណ្ឌនេះមិនត្រឹមតែជាការផ្ដល់យុត្តិធម៌ជនរងគ្រោះ
តែប៉ុណ្ណោះទេប៉ុន្តែជាការពារសុវត្ថិភាពសាធារណៈនិងពង្រឹងការអនុវត្តច្បាប់នៅក្នុងវិស័យសុខាភិបាលដែលជាវិស័យរសើបបំផុតសម្រាប់ជីវិតប្រជាជនអង្គភាពសារព័ត៌មានយើងជាកញ្ចក់ឆ្លុះបញ្ចាំងរឿងរ៉ាវក្នុងសង្គមដើម្បីជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំនិងពលរដ្ឋហើយរិះគន់ក្នុងន័យស្ថាបនាពុំមានចេតនាជន់ពង្លិចបុគ្គលស្ថាប័នណាមួយឡើយអង្គភាពសារព័ត៌មានយើងខ្ញុំប្រកាន់ខ្ជាប់នៅការរងចាំការស្រាយបំភ្លឺពីគ្រប់ស្ថាប័នឬបុគ្គលពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ